ទូបីស្នាមរបួសនៃសង្គ្រាមនៅតែបន្សល់ទុកនៅលើប្រាសាទបុរាណសាលារៀនផ្លូវថ្នល់ស្ពាននិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏ដោយប៉ុន្តែពន្លឺនៃយុទ្ធធម៌ដែលកម្ពុជាទន្ទឹងរង់ចាំកំពុងលេចរូបរាងជាបណ្ដាលតាមរយៈការទទួលស្គាល់និងការបង្ហាញការពិតពីស្ថាប័នអន្តរជាតិធំៗដូចជាអង្គការ UNESCO និងអង្គការសហប្រជាជាតិគិតមកដល់ខែសីហាឆ្នាំ2026នេះមានរយៈពេលជាង1ឆ្នាំហើយចាប់តាំងពីថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាកាលពីថ្ងៃទី24ខែកក្កដានិងបន្តជាលើកទី2នៅក្នុងខែធ្នូឆ្នាំ2025ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទបុរាណនៅតាមព្រំដែនជាពិសេសប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទន្ទឹមនឹងនោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនក៏រងការបំផ្លិចបំផ្លាញខណៈប្រជាពលរដ្ឋស៊ីវិលប្រមាណជា65,000នាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋានហើយរហូតមកដល់ពេលនេះប្រជាពលរដ្ឋជាង20,000នាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសារតំបន់មួយចំនួននៅតែស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ទាហានថៃអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាង1ឆ្នាំកន្លងមកនេះគឺការពិតជុំវិញសង្គ្រាមកំពុងត្រូវបានបញ្ជាក់កាន់តែច្បាស់តាមរយៈការស៊ើបអង្កេតការវិយតម្លៃនិងរបាយការណ៍របស់ស្ថាប័នអន្តរជាតិលទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងបញ្ជៀសការប្រឈមមុខដោយប្រើកម្លាំងប្រដាប់អាវុធជាក់ស្ដែងនៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី48ដែលរៀបចំឡើងកាលពីថ្ងៃទី26ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅសាធារណរដ្ឋកូរ៉េដោយមានការចូលរួមពីប្រទេសសមាជិកចំនួន162រួមទាំងអង្គការអន្តរជាតិនិងដៃគូពាក់ព័ន្ធ UNESCO បានសម្រេចថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារក្នុងពេលមានចំនួនប្រដាប់អាវុធទោះបីសេចក្តីសម្រេចរបស់អង្គការ UNESCO មិនបានរៀបរាប់ឈ្មោះប្រទេសថៃដោយផ្ទាល់ក៏ដោយប៉ុន្តែផុសតាងមិនអាចប្រកែកបានគឺថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទដ៏វែងចំណាស់របស់ពិភពលោកមួយនេះស្របពេលជាមួយគ្នានេះលោក Thomas Andro អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល2សប្តាហ៍និងចុះទៅកាន់តំបន់ជនភៀសសឹកតាមបណ្ដោយព្រំដែនដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្រោយបញ្ចប់ទស្សនកិច្ចលោកបានលើកឡើងនៅក្នុងរបាយការណ៍ថាអ្វីដែលធ្វើឲ្យលោករំជួលចិត្តបំផុតនោះគឺលោកបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេក្នុងនោះស្ត្រីជាម្ដាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពដ៏គួរឲ្យភ័យរន្ធត់នៅពេលដែលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចាក់ឈូសឆាយបំផ្លាញរាបដល់ដីលោក Thomas បានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជាយដែនមួយនិងបានឃើញរបាំងព្រំដែននិងលួសបន្លាដែលត្រូវបានដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យវិលត្រឡប់ទៅលំនៅឋានវិញលោកបញ្ជាក់យ៉ាងដូចនេះថាលោកបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើងសប្បកម្ម